យោធាអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបឺករបស់អ៊ីរ៉ង់ខណៈខិតជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរនិងស្ថិតក្នុងថ្នាក់ Nimitz ទើបបានពិនិត្យនៅស្ថានីយ៍កងទ័ពជើងទឹក North Island ក្នុងទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី11ខែសីហាឆ្នាំ2025យោធាអាមេរិកបានពិនិត្យថានៅថ្ងៃទី3ខែកុម្ភៈយន្តហោះចម្បាំង F បាន30មួយគ្រឿងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed 139របស់អ៊ីរ៉ង់ដែលកំពុងហោះហែខិតជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅសមុទ្រអារ៉ាប់ដែលមានអាកប្បកិរិយាឈ្លានពាននិងមានចំទឹកមិនច្បាស់លាស់យោធាអាមេរិកបាននិយាយថាការបាញ់ទម្លាក់នេះគឺជាវិធានការការពារខ្លួនដើម្បីធានាសុវត្ថិភាពនាវាផ្ទុកយន្តហោះនិងបុគ្គលិកទាំងអស់នៅលើនាវាឧបទ្ទិហេតុនេះកើតឡើងនៅពេលដែលភាគីការទូតកំពុងព្យាយាមរៀបចំកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងពេលជាមួយគ្នាប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថារឿងអាក្រក់អាចនឹងកើតឡើងប្រសិនបើអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយគណៈនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរទៅតំបន់នោះតាមបំពេញនេះយោធាអាមេរិកក៏បានរាយការណ៍ថាទូករបស់អ៊ីរ៉ង់បានរំខានដល់នាវាដឹកប្រេងដែលពាក់ព័ន្ធនឹងធុងជាតិអាមេរិកនៅច្រកសមុទ្រ Hormuz ផងដែរបន្ទាប់ពីមានព័ត៌មានអំពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះតម្លៃប្រេងនៅពេលអនាគតបានកើនឡើងជាង$1ក្នុង1បារ៉ាល់ដែលបង្ហាញពីការព្រួយបារម្ភរបស់ទីផ្សារអន្តរជាតិចំពោះភាពតានតឹងនៅមជ្ឈិមបូព៌ា